បាទជំរាបសួរទាំងអស់គ្នាសូមស្វាគមន៍មកដល់ Crown Village. Welcome to the Crown Village Community Mall, where our neighborhood comes alive with activities, tasty eats, and fun events. It's the perfect place to hang out, discover something new, and enjoy time with friends and family. អញ្ចឹងថ្ងៃនេះយើងមានមោទនភាពសម្រាប់ជាក្លឹបផងដែរយើងបានបង្ហាញនៅប្រជែកមួយយ៉ាងហៅថា Crown Village ដែលជាផ្សារសហគមន៍មួយដែលយើងបានបង្កើតឡើងនៅក្នុងទីលានរបស់ក្លឹបបាល់ទាត់ភ្នំពេញ Crown អញ្ចឹង Crown Village ជាប្រជែកមួយដែលយើងចង់អភិវឌ្ឍអាជីវកម្មដើម្បីបម្រើបាល់ទាត់អញ្ចឹងយើងអាចកលេចឃើញរូបភាពទាំងមូលប្រសិនបើយើងគ្រាន់តែបង្កើតក្លឹបបាល់ទាត់ដែលចំណាយលុយដែលពីអូនណាលុយពី sponsor មួយចំនួនគឺយើងពិបាកហើយបូកជាមួយនឹង live broadcast asset នៃការផ្សាយបន្តផ្ទាល់ផ្សេងៗគឺអត់មានចំណូលទេអញ្ចឹងយើងឃើញក្លឹបបាល់ទាត់មួយមិនរៀងងាយស្រួលក្នុងការបន្តនៅនិរន្តរភាពរបស់ខ្លួនក្នុងការបម្រើការប្របាល់ទាត់នៅកម្ពុជាអញ្ចឹងយើងចង់ផ្ដើមកណិតមួយដែលថាតើយើងអាចប្រើប្រាស់ទីលានរបស់យើងយ៉ាងណាដើម្បីបង្កើតជា business ហើយរាល់ business ទាំងអស់ហ្នឹងគឺវានឹងវិលជុំហើយចំណូលហ្នឹងគឺសម្រាប់ក្លឹបបាល់ទាត់ក្នុងការអភិវឌ្ឍនៅការអភិវឌ្ឍបាល់ទាត់កម្ពុជាដើម្បីទាំងអស់គ្នាផងដែរអញ្ចឹងប្រជែកនេះយើងឃើញគឺជាផ្សារសហគមន៍មួយដែលយើងឃើញមានការកំសាន្តច្រើនមែនទែនវាមិនមែនត្រឹមតែបាល់ទាត់អូខេវានឹងមានហាងកាហ្វេវានឹងមានretail store មានអីច្រើនមែនទែនដែលយើងចង់ផ្ដោតអារម្មណ៍ដែលផ្ដល់ឲ្យជាពិសេស fan បាល់ទាត់របស់គ្នាពីមុនការប្រកួតក្រោយការប្រកួតកំឡុងពេលប្រកួតផងដែរហើយនៅទីនេះមិនមែនតែ fan បាល់ទាត់បាននៅសហគមន៍នៅជុំវិញនេះឬក៏ណាមកក៏បានព្រោះជាកន្លែងនៃកំសាន្តគឺយើងមានស្រះទឹកកន្លែងជាពិសេសពេលល្ងាចមានកន្លែងរត់ផងដែរព្រោះយើងបានឃើញអំពីសក្តានុពលជុំវិញនេះគឺជុំវិញនេះគឺស្អត់មានកន្លែងណាដែលយើងហៅថា eco friendly បានន័យថាកន្លែងណាដែលមាន space ខាងក្រៅដែលយើងអាចដើរយើងអាចហាត់ប្រាណយើងអាចថាធ្វើអីផ្សេងមកអញ្ចឹងយើងចង់បង្កើត concept ហ្នឹងដើម្បីសុខភាពប្រជាពលរដ្ឋដែលសំខាន់ជាងគេពួកគាត់មកពួកគាត់មានកន្លែងដើរហាត់ប្រាណជុំវិញហ្នឹងយើងមានសាលាបាល់ទាត់ដែលក្មេងៗអាចលេងបានបន្ទាប់មកយើងតែងតែគិតថាពេលក្មេងៗមកលេងបាល់ទាត់ដល់ពុកម្ដាយជូនមកតើអ្វីដែលជាអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកព្យាបាលផងដែរអញ្ចឹងនេះជាគោលគំនិតមួយដែលយើងធ្វើឡើងជាមួយនឹងដីគម្រោង7ហិកតារបស់យើងអញ្ចឹងយើងសង្ឃឹមថាproject នេះគម្រោងនេះនឹងជួយយើងជាផ្នែកមួយនៃចំណូលក្នុងការអភិវឌ្ឍបាល់ទាត់នៅកម្ពុជាផងដែរបាទហើយបើយើងក៏លេចមើលថាអូខេបាល់ទាត់មិនមែនត្រឹមតែអូខេមនុស្សទិញសបុតហើយមកមើលការប្រកួតតែយើងចង់ថាពីមុនការប្រកួតគាត់ធ្វើអីនៅទីនេះកំឡុងពេលប្រកួតគាត់ធ្វើអីនៅទីនេះនិងក្រោយការប្រកួតយើងមានអីសម្រាប់គាត់រហូតអញ្ចឹងយើងសង្ឃឹមថា space ឬក៏តំបន់នេះដែលមានភាពទូលំទូលាយនឹងបម្រើទៅដល់សុខុមាលភាពការកំសាន្តនិងសកម្មភាពផ្សេងសម្រាប់សហគមន៍នៅក្នុងទីលានភ្នំពេញ Crown យើងផងដែរដែលយើងមាន7ហិកតាហ្នឹងអ្វីដែលយើងព្យាយាមធ្វើនេះគឺការអភិវឌ្ឍអាជីវកម្មមួយដើម្បីបម្រើទៅដល់ប្រជាពលរដ្ឋនិងផងដែរដើម្បីបម្រើទៅដល់ស្ថិរភាពក្នុងនៃការអភិវឌ្ឍចំណូលក្នុងរយៈពេលយូរដើម្បីអភិវឌ្ឍបាល់ទាត់នៅកម្ពុជាផងដែរអញ្ចឹងយើងសង្ឃឹមថាយើងនឹងមានការគ្រប់គ្រងច្រើនហើយproject នេះការសាងសង់នឹងមានរយៈពេល7ខែគឺយើងចាប់ផ្ដើមពីឥឡូវថ្ងៃទី3ខែតុលាឆ្នាំ2025អញ្ចឹង7ខែទៅមុខទៀតអញ្ចឹងប្រហែលជាចុងខែ5ប្រសិនបើអ្វីទាំងអស់ទៅតាមផែនការហើយយើងរំពឹងថាបន្ទាប់ពីនោះហើយយើងនឹងមានសហគមន៍មួយតំបន់មួយដែលមានតំបន់បៃតងមួយយើងនិយាយរួមមានខាងក្រៅមានដើមឈើស្រះទឹកកន្លែងផ្សេងទៀតដើម្បីបម្រើទៅដល់សុខភាពរបស់សហគមន៍យើងទាំងអស់គ្នាផងបាទសូមអរគុណ